សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំប្រាប់អំពី tool មួយដែលជា website ហើយ tool មួយនេះគឺប្រើប្រាស់សម្រាប់ការងារមួយចំនួនតាក់ទងជាមួយនឹងការ convert file ជាក់ស្ដែងពេលដែលយើងចូលក្នុង website ដែលមានឈ្មោះថា document.io យើងនឹងឃើញមាន option file converter មានថានេះគឺជាតួនាទីមួយសម្រាប់ឲ្យយើងធ្វើការ convert file ទី2គឺតាក់ទងជាមួយនឹងការ compress មានថាយើងអាចធ្វើឲ្យទំហំ file ហ្នឹងមានទំហំទូជាងមុននិងទី3តាក់ទងជាមួយនឹង file transfer អានេះជាទូទៅសម្រាប់គ្នាយើងដែលប្រើប្រាស់នៅ ISO យើងចង់ transfer ពី iPhone មកកាន់ computer យើងជាទូទៅយើងត្រូវ transfer តាម Telegram ឬក៏តាមវិធីសាស្ត្រផ្សេងៗប៉ុន្តែពេលនេះយើងអាច transfer មកកាន់ computer យើងដោយមិនចាំបាច់មាន software install បន្ថែមអញ្ចឹងខ្ញុំចូលចំណុចទី1គឺ file convert ខ្ញុំចុចលើ file convert ទៅអញ្ចឹងខ្ញុំឃើញថាពេលចុចលើ file convert ភ្លាមខ្ញុំឃើញមាន option ច្រើនមែនទែនមាន PDF convert document convert image convert audio convert ហើយបើយើងរុញមកក្រោមទៀតយើងឃើញមានតាក់ទងមួយ compress មានថាតាក់ទងនឹងការពង្រួមទំហំទៅលើ file ដូចជា file PDF ឬក៏ file រូបភាពឬក៏ផ្សេងទៀតនិយាយទៅ tool នេះគឺជា tool free គឺមាន option ច្រើនមែនទែនដែលបងប្អូនអាចយកជាប្រយោជន៍បានអញ្ចឹងឧទាហរណ៍ដល់ពេលនេះខ្ញុំចង់ធ្វើការ convert ពី PDF ទៅ Word ឬក៏ខ្ញុំចង់បរិច្ទំហំ PDF ឲ្យទៅជាមុនជាទូទៅ PDF អាចធំអញ្ចឹងខ្ញុំសាកល្បងគឺខ្ញុំ click នៅលើ PDF compressor បន្តមកទៀតខ្ញុំគ្រាន់តែ upload file ដែលខ្ញុំចង់អូខេអញ្ចឹងខ្ញុំទាញ file មកឬក៏យើងអាចចុចប៊ូតុង upload បន្ទាប់ពីចុចប៊ូតុង upload ឬក៏យើង drag and drop file ចូលហើយយើងចុចពាក្យថា compress all អញ្ចឹងដោយសារតែពេលដែលចាប់ផ្ដើម compress នេះគឺវាទាមទារឲ្យយើង log in អញ្ចឹងខ្ញុំ log in ជាមួយនឹង Google account បើសិនជាអ្នកនរគ្នាអត់មាន Google account ទេក៏អាច log in ជាមួយនឹង Apple account បានដូចគ្នាតែពេលនេះខ្ញុំប្រើជាមួយនឹង Gmail អញ្ចឹងខ្ញុំ log in ជាមួយ Google accountអញ្ចឹងបន្ទាប់ពី login ជាមួយនឹង email ហើយយើងឃើញថាយើងមាន message មួយ your free access is activate អញ្ចឹងមានថាពេលនេះយើងអាចប្រើប្រាស់សេវាកម្មនឹងបានហើយខ្ញុំចុចពាក្យ continue បន្ទាប់មកវាមកផ្ទាំងដើមវិញខ្ញុំចុចពាក្យថា compress all អញ្ចឹងពេលនេះ file ខ្ញុំចាប់ផ្ដើម compress អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមាន file ទំហំធំ1មេ2មេឬក៏10មេយើងអាចធ្វើការ compress វាបានអញ្ចឹងបញ្ជាក់ភាសាទៀតការ compress នេះមានត្រឹមតែ compress ទៅលើ file PDF ទេយើងអាច compress រូបភាពធំបានដូចគ្នាហើយរក្សា quality ដដែលអញ្ចឹងបន្ទាប់ពី compress ហើយខ្ញុំអាច download បាននេះគឺយើងមានប៊ូតុងមួយ download សម្រាប់យើង download file នឹងយកទៅប្រើប្រាស់អញ្ចឹងអរគុណច្រើនសម្រាប់វីដេអូហើយបើសិនណាអ្នកនរគ្នាចង់ឃើញវីដេអូថ្មីទៀតអាចជួយ like share និង comment អរគុណ